ណាគេមកដល់ពេលនេះនៅតែមិនច្បាស់ក្នុងការទៅសេលំនាំជំរាបសួរអ្នកមើលដំណើរសាច់ជួបនឹងសិហាទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ស៊ីងចឹងថ្ងៃនេះយើងនឹងមកប្រាប់អ្នកគ្នាពីរបៀបក្នុងការសរសេរលំនាំក្នុងសេចក្តីផ្ដើមរបស់ការតែងសេចក្តីដោយយើងដឹងហើយលំនាំគឺជាកន្លែងបើកក្បាលដំបូងនៃការតែងសេចក្តីរបស់យើងមកគឺជាចំណុចដែលសរសេរទៅធ្វើឲ្យគេចាប់អារម្មណ៍ជាមួយនឹងការតែងសេចក្តីរបស់យើងមកបើសិនជាបើកមកឃើញលំនាំរបស់យើងទំនងគេប្រកាសជាចូលចិត្តគិតថាអូតែងសេចក្តីរបស់យើងប្រកាសជាមានខ្លឹមសារប្រកាសជាមានគុណភាពហើយអញ្ចឹងលំនាំបញ្ហាយើងត្រូវទៅសេមិនគឺយើងត្រូវទៅសេអីតាក់ទងជាមួយនឹងប្រធានបទនឹងបំផុសកំណត់អ្វីដែលតាក់ទងជាមួយនឹងប្រធានបទឧទាហរណ៍ថាប្រធានបទគេតាក់ទងជាមួយនឹងអំពើល្អនាំមកនូវសេចក្តីសុខដល់ជីវិតអញ្ចឹងលំនាំយើងគឺទៅសេពីគេទៅសេពីអំពើល្អទៅសេពីការធ្វើអំពើល្អទៅសេពីមនុស្សគ្រប់គ្នាសុទ្ធតែចង់បានសេចក្តីសុខសុខទៅបានសុភមង្គលរបៀបចឹងគឺទៅសេអីតាក់ទងជាមួយនឹងប្រធានបទរបស់យើងមើលមកខ្លឹមសារទៅលើប្រធានបទហ្នឹងគេចង់និយាយពីគេអញ្ចឹងយើងត្រូវទៅសេស្របជាមួយនឹងខ្លឹមសាររបស់គេឧទាហរណ៍គេនិយាយថាប្រធានបទហ្នឹងនិយាយពីក្រូចស្រាប់តែយើងទៅនិយាយពីចេកអញ្ចឹងលំនាំហ្នឹងមើលទៅវាត្រូវអត់វាស័ក្តិសមអត់គឺអត់ទេអញ្ចឹងបើសិនជាគេឲ្យនិយាយពីក្រូចត្រូវទៅសេពីក្រូចលំនាំហ្នឹងត្រូវទៅសេពីក្រូចសាកទៅសេពីចេកមើលចេកមកភ្លាវយកប្រយធ្វើឲ្យគុណភាពនៃការតែងរបស់យើងគឺធ្លាក់ចុះមែនតើអញ្ចឹងបន្ទុកយើងក៏បានច្រើនតាមនឹងដែរបើសិនជាយើងសេលំនាំបញ្ហាហ្នឹងមានភាពតាក់ទាញធ្វើឲ្យប្រធានបទរបស់យើងកាន់តែមានគុណភាពកាន់តែមានខ្លឹមសារអញ្ចឹងទៅអញ្ចឹងអត់មានអីពិបាកគិតទេលំនាំបញ្ហាគឺយើងទៅសេអីដែលតាក់ទងជាមួយនឹងប្រធានបទរបស់យើងសេយ៉ាងច្រើន5ទៅ6ជួរបានហើយកុំទៅសេច្រើនពេកអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើអ្នកចូលចិត្តកុំភ្លេចចុច like subscribe អ្នកមួយផងចឹង XP សរៃជីជួបគ្នានៅវីដេអូក្រោយទៀត Peace out